សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកបង្ហាញពីការ set up Windows Server 2022នៅលើ MacBook អ្នកទាំងអស់គ្នាអញ្ចឹងគឺនេះគឺសម្រាប់អ្នកដែលប្រើ MacBook ហើយ M chip អ្នកទាំងអស់គ្នាអញ្ចឹងជាដំបូងឡើយយើងត្រូវការ software អញ្ចឹង software គឺយើងអាចប្រើពីរអ្នកទាំងអស់គ្នាយើងអាចប្រើ VMware Fusion នេះមួយហើយនិង UTM នេះមួយអ្នកទាំងអស់គ្នាតែខ្ញុំគឺបើប្រើ VMware Fusion នេះវា login អី set up អីយើងនេះញ៉ៃតិចមុន install វាបានអ្នកទាំងអស់គ្នាអញ្ចឹងគឺខ្ញុំជ្រើសរើសយក UTM អញ្ចឹងយើងចូលមកកាន់ Chrome មកហើយយើង search ពាក្យថា UTM អញ្ចឹងវានៅលើគេអ្នកទាំងអស់គ្នា UTM Virtual Machine for Mac នេះ so យើងគ្រាន់តែចុច download វាមកអ្នកគ្នាគ្រាន់ចុច download មកគឺវា load មកនៅកន្លែងនេះហើយអ្នកគ្នាអញ្ចឹងតែដោយសារតែខ្ញុំ download ហើយអញ្ចឹងខ្ញុំអត់បាច់ download ទៀតទេអញ្ចឹងដោយសារតែខ្ញុំ download អីអ្នកគ្នាគឺ step វាតែមួយទេអញ្ចឹងខ្ញុំ download ហើយគឺ file របស់ខ្ញុំគឺនេះអ្នកគ្នា UTM. នៅពេលដែលអ្នកគ្នា install success គឺវា load UTM.dmg នេះអ្នកគ្នាអញ្ចឹងខ្ញុំបាន install ហើយ so ខ្ញុំចូលទៅ set up មកអញ្ចឹងពេលអ្នកគ្នា install ហើយគឺវា set up បានប៉ុណ្្នេះអ្នកគ្នាគឺវាចេញជារូបរាងបែបហ្នឹងអញ្ចឹង step បន្ទាប់គឺយើងត្រូវការ install Windows Server ដល់អ្នកគ្នាអញ្ចឹងយើងចូលទៅកាន់ browser របស់យើងមកហើយយើង search ពាក្យថា Windows Server 2022យើងយក2022 download យ៉ាងអ្នកគ្នាយកលើគេហ្នឹងមកហើយអ្នកគ្នាចំពោះ MacBook M1 គឺមិនថាឲ្យតែតកូល M អ្នកគ្នា MacBook តកូល M គឺយើងយកលើគេនេះគឺយក ISO download 64 bit នេះអ្នកគ្នាអញ្ចឹងយើងចុច download មកប៉ុន្តែខ្ញុំគឺ download ហើយអញ្ចឹងវាចេញចេញអ្នកគ្នា 4G ចេញ7នេះអញ្ចឹងខ្ញុំ download ហើយអញ្ចឹងខ្ញុំខ្វែងចោលមកអញ្ចឹងវាដូចតែគ្នាទេអ្នកគ្នាគ្រាន់តែថាយើង take time ក្នុងការ download បន្តិចអញ្ចឹងយើងអាច download success ហើយអញ្ចឹងបើសិនជាយើង download success គឺយើងធ្វើការនេះបើដូចរបស់ខ្ញុំណាអ្នកគ្នាមើលក្នុងរបស់ខ្ញុំ download success នេះគឺវាចេញនេះ server អីណែនេះប៉ុន្តែខ្ញុំបាន copy វាយកមកដាក់ក្នុង document មួយដែលមានឈ្មោះថា Windows Server file នេះវាមាននេះអ្នកគ្នា Windows Server file ISO នេះអញ្ចឹងខ្ញុំធ្វើការយកវាដើម្បីទៅ set up អញ្ចឹង file ហ្នឹងគឺយើងយក set up Windows Server នេះអញ្ចឹងយើងធ្វើការចូលមកកាន់ UTM ដែលជា VM របស់យើងណាហើយយើងចុចយក create new virtual machine អ្នកគ្នាហើយយើងយកនេះមក virtualize នេះមកនេះហើយយើងប្រើគេអញ្ចឹងយើងប្រើ Windows អ្នកគ្នាអញ្ចឹងចុចលើ Windows មកអានេះកន្លែងដែលយើងកំណត់ RAM ឬក៏ core វាអ្នកគ្នាអញ្ចឹងវាអាស្រ័យទៅលើ spec របស់ computer អ្នកគ្នាដែរអញ្ចឹងដោយសារតែនេះខ្ញុំយក 4G គឺខ្ញុំយក 6G ដោយសារតែ RAM ខ្ញុំច្រើនដែរ RAM ខ្ញុំ 16 អញ្ចឹងកន្លែងនេះខ្ញុំយក 2 core ឬក៏ខ្ញុំយក 3 core តាមហ្នឹងអ្នកគ្នាអញ្ចឹងអ្នកគ្នាបើ RAM មកអាចយកត្រឹម 4G ឬក៏ 2 core អញ្ចឹងប៉ុន្តែចំណុចមួយដែលវាប្លែកអ្នកគ្នាគឺអូឈប់អ្នកគ្នាខ្ញុំយកខុសកន្លែងនេះខ្ញុំ Windows នេះគឺខ្ញុំមិនអាចយកអាតំសាយនេះបានទេអ្នកគ្នាខ្ញុំមិនអាចយក virtualize បានទេខ្ញុំត្រូវយក emulate នេះដោយសារតែខ្ញុំជា Mac ខ្ញុំប្រើពួក Mac អញ្ចឹងត្រូវយកនេះអ្នកគ្នាអញ្ចឹងខ្ញុំយក Windows មកនេះគេមាន Intel អញ្ចឹងដោយសារអីបើសិនជាខ្ញុំយក virtualize មិញគឺវាអត់ support នេះទេអ្នកគ្នាគឺវាអត់ support ទេពេលយើង boot system ទៅដោយសារតែអីយើងជាប្រភេទ M chip អញ្ចឹងវា support តែពួក Intel ទេដើម្បី run X8464 នេះអញ្ចឹងខ្ញុំ set up ឲ្យវាសាមញ្ញមកខ្ញុំឲ្យវា 6G ខ្ញុំយកវាដាក់វា 3 core ហើយខ្ញុំ continue បន្តមកទៀតកន្លែងនេះគឺខ្ញុំធ្វើការ browse ខ្ញុំធ្វើការទៅយក file ដែលខ្ញុំ install ហើយមិញអ្នកគ្នា download ហើយមិញហ្នឹងនេះនៅនេះអញ្ចឹងយើងគ្រាន់តែពេលយើង download ហើយយើងទៅយកពីនេះក៏បានអ្នកគ្នានេះទៅយកពីកន្លែងនេះដែលយើង download ហើយនេះក៏បានប៉ុន្តែខ្ញុំដាក់ក្នុង folder វាផ្សេងហ្នឹងស្រួលមើលអញ្ចឹងយើងចុច open មកនេះ file 5G នេះអញ្ចឹងយើង continue កន្លែងនេះគឺកន្លែងយើងដាក់ storage អ្នកគ្នាកន្លែងនេះខ្ញុំដាក់ឲ្យវាទៅ 35G ទេអ្នកគ្នាដាក់បានក៏ដាក់ទៅតាមអ្នកគ្នាចង់ដាក់អញ្ចឹងបន្ទាប់មកកន្លែងនេះយើងអត់ដាក់ក៏បានអត់ក៏បានតែកន្លែងនេះខ្ញុំចេះដាក់ដែរអ្នកគ្នា share directory នេះយើងអត់ដាក់ក៏បានអត់ក៏បាននេះ option នេះអ្នកគ្នាតមកយើងចុច continue ហើយកន្លែងនេះកន្លែងដែលយើងផ្ទៀងផ្ទាត់ថាអ្វីដែលយើងបានដាក់ត្រូវអត់អញ្ចឹង RAM 6G storage មក45ក៏ឲ្យ3ហើយកន្លែងនេះយើងអាច customize បានអ្នកគ្នាយើងអាចដាក់ Windows Server 2022អញ្ចឹងទៅនេះតែប៉ុណ្្នឹងនេះយើងចុច save មកយើងបានជា Windows Server មួយប៉ុន្តែវានៅដំណាក់កាលច្រើនទៀតអ្នកគ្នាអញ្ចឹងយើងចុចលើហ្នឹងមកវានឹងមានការអីផ្សេងទៀតដូចជា boot អីចឹងនេះអញ្ចឹងយើងចុច space អញ្ចឹងខ្ញុំចុច space ជាប់ណាវា load ចេញហើយយើងឃើញថាវា load ជា console មួយ Windows setup អញ្ចឹងយើងចុច enter មករងចាំវាបន្តិចអ្នកគ្នាវាចុចចេញឡើយអាហ្នឹងវាលើ laptop របស់យើងដែរអ្នកគ្នាបើឬក៏ internet អីចឹងពេលខ្លះ laptop របស់យើងរៀងខ្សោយឬក៏ internet យើងរៀង slow អញ្ចឹងវាអាចចំណាយពេលយូរអ្នកគ្នាអញ្ចឹងពេលដែលយើង install យើង set up ហើយយើងមិញគឺនៅពេលដែល file វាដើរអស់ហើយអ្នកគ្នាយើងគ្រាន់តែយើងចុច shut down វាមកហើយយើងមកមើលឡើងនេះអ្នកគ្នាយើង clear file នេះចោលទៅអ្នកគ្នាដោយសារតែថាបើយកឲ្យ clear ចោលទេអញ្ចឹងពេលដែលវា boot system ហើយវានៅតែធ្វើអញ្ចឹងតែរហូតអ្នកគ្នាអញ្ចឹងវាអត់នេះទេអញ្ចឹងយើង clear វាពេលដែលយើងធ្វើម្ដង install វា set up វា success ម្ដងហើយយើង clear វាចោលទៅហើយនៅពេលដែល
យើង set up success ហើយយើងធ្វើការយើងក៏ធ្វើការ install អា guest tool នោះអ្នកគ្នានេះអា file វានៅក្រោមគេនេះដែលទីដំបូងយើងធ្វើការនេះវាអ្នកគ្នាយើងធ្វើការ clear វាចោលអញ្ចឹងយើងចូលមកកន្លែងនេះមកដូចជានេះអ្នកគ្នាកន្លែងនេះហើយយើង install នេះយើង install guest tool មកអ្នកគ្នាអញ្ចឹងយើងគ្រាន់ចុច install guest tool ប៉ុណ្ណឹងគឺវាទាញចូលឥឡូវយើងឃើញអ្នកគ្នាអញ្ចឹងយើងចុច click នេះមកគឺកន្លែងនេះវាត្រូវឲ្យវា default មកអញ្ចឹងយើងចុច click នេះទៀតមករៀងតាក់ទិញអ្នកគ្នារៀង slow បន្តិចដោយសារតែយើងប្រើ make វាជាប្រភេទ emulate អ្នកគ្នាឃើញរូបដបដឹងរូបសត្វដណ្ដើមអញ្ចឹងយើងរើសយកអាទី2មកអ្នកគ្នាហើយយើងយកទី2គឺ Windows Server 2022 Standard Evaluation Desktop Experience អ្នកគ្នាយើងយកមកហើយ install នេះក៏រៀងយូរដែរអ្នកគ្នាឡើយដល់ដំណាក់កាលទី2នេះរៀងយូរបន្តិចយើងត្រូវចាំវារៀងយូរWindows cannot find Microsoft Lesson យើង stop សិនអ្នកគ្នាយើង stop វាសិនណាហើយយើងចូលមកកាន់ line នេះអ្នកគ្នាយើងធ្វើការ clean file នេះចោលសិន clear វាសិនអញ្ចឹង clear មកហើយយើងធ្វើការ download ទៀតអាហ្នឹងចាំពេលដែលយើង install set up Windows ហើយចាំយើងទាញវាមកវិញក៏បានអ្នកគ្នាបើតាមខ្ញុំចាំដូចជាដោយសារតែវាតើទៅមួយ file ដោយសារតែយើងពេលដែលយើង install យើងត្រូវការ file ISO នឹងអញ្ចឹងពេលដែលយើង install ហើយយើងលុបចេញក៏បានអ្នកគ្នាយើងលុបវាចោលទៅហើយពេល install success យើងអាច install guest tool វានឹងមកវិញ guest tool ហ្នឹងមិនអ្នកគ្នាគឺតើទៅជាមួយនឹងវា graphic UI interface វាយ៉ាង smooth យ៉ាងអីចឹងអ្នកគ្នាយើងស្រួលមើលស្រួលអីដូចទៅនឹង Windows របស់យើងអញ្ចឹងយើងរងចាំតិចមកវាយូរអ្នកគ្នាឡើយហ្នឹងចឹងវាចេញមកអ្នកគ្នាយើងគឺវាជាពណ៌ផ្សេងអញ្ចឹងវាមានន័យថាយើងគិតតែនិចមកហើយ install now យ៉ាវាអញ្ចឹងអ្នកគ្នាយ៉ាឥឡូវយើងបានមកដល់នេះអ្នកគ្នាយើងយកដូចដើមមកយើងយក desktop experience ហើយ click នេះមកចឹងកន្លែងនេះយើងធ្វើការ click កន្លែង accept នេះមកអ្នកគ្នា accept with Microsoft Software License យើង click វាមកហើយចុចនេះមកហើយកន្លែងនេះយើងយក account អ្នកគ្នាយើងយក custom នេះយកមកតមកយើងឲ្យវានឹងឲ្យយើង insert try ចឹង try យើងមិនមានតែមួយនេះទេគឺ 35G នេះយកនឹងឲ្យយើង next មកអ្នកគ្នាមានអីទេចឹងវាកំពុងប្រសេសអ្នកគ្នាគឺយូរកន្លែងហ្នឹងគឺទួស្គាល់គឺវារៀងយូរអ្នកគ្នាអាចនឹងដល់20 30នាទីទៅខ្លះបើថាលើ Windows មកខ្ញុំអត់ដឹងទេអ្នកគ្នាតែបើចំពោះ Mac នេះគឺយូរមែនតើដោយសារយើងត្រូវ install x8464 ដើម្បី run ឲ្យដូច Windows យ៉ាងដែលម៉ាស៊ីននេះគឺជាម៉ាស៊ីន Mac ទេអ្នកគ្នាចឹងវាយូរមែនតើកន្លែងហ្នឹងរៀងយូរបន្តិចចឹងអ្នកគ្នាអាចខាវាបានដែរខាវាទៅចឹងខ្ញុំសុំកាត់កន្លែងហ្នឹងបន្តិចអ្នកគ្នាដោយសារតែវាយូរហើយកន្លែងហ្នឹងក៏មានអីទេយើងគ្រាន់តែចាំវាពេញតែប៉ុណ្្នឹងអ្នកគ្នាចាំពេលវាចប់ហ្នឹងចាំខ្ញុំបង្ហាញតាមក្រោយទៀតអូខេអ្នកគ្នាតាមកន្លែងគឺវាមាន step ជា set up user password ទាំងទៀតអ្នកគ្នាតែអ្នកគ្នាកន្លែងហ្នឹងគឺគ្រាន់តែ set up តែ password និង administrator ទេអ្នកគ្នាចឹងកន្លែងហ្នឹងគ្រាន់តែយក set up password បន្តិចទេហើយអ្នកគ្នាចឹងអ្នកគ្នាយើងក៏ចូលដល់ទាំង folder តទៅក្រោយគឺកន្លែងនេះគឺយើងcontrol edit តែលើពេលយើងប្រើ font control option នេះអ្នកគ្នាចឹងយើងធ្វើការ ចឹងយើងបានចូលមកទាំង Windows របស់យើងហើយអ្នកគ្នាចឹងមានតែយើងបាន set up success ហើយចឹងគឺអស់ហើយអ្នកគ្នាតែប៉ុណ្្នឹងទេយើង success ហើយចឹងបាយបាយអ្នកគ្នាវាពីអ្នកគ្នាដោយសារតែការ set up យើងគឺបានចប់ហើយ